នៅខាងក្នុងបន្ទប់ Situation Room នៅសេតាវិមានសារដែលប្រធានាធិបតី Donald Trump ផ្ដល់មានភាពខ្លាំងនិងច្បាស់លាស់ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារប្រទេសអ៊ីរ៉ង់វាត្រូវតែរហ័សធ្វើឲ្យសម្រេចហើយមិនត្រូវឲ្យคล้ายទៅជាសង្គ្រាមវែងយូររឹងរូសម្ដងទៀតឡើយក្នុងរបាយការណ៍ថ្មីមួយ NBC News បានឲ្យដឹងថាមន្ត្រីអាមេរិកបានប្រាប់ថា Trump បានបញ្ជាឲ្យក្រុមសន្តិសុខជាតិរបស់គាត់រៀបចំជម្រើសដែលអាចកប់ការវាយប្រហារដែលធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់អស់សម័យឆាប់រហ័សបញ្ចប់វិបត្តិដោយមិនឲ្យបន្តយូរប៉ុន្តែបញ្ហាមានមួយទីប្រឹក្សារបស់ Trump មិនអាចធានាថាការវាយប្រហារទាំងនោះនឹងធ្វើឲ្យរបបអ៊ីរ៉ង់រលាយបាត់បានឡើយក៏ដូចជាកងពលទ័ពអាមេរិកមិនមានទ្រព្យសម្បត្តិនិងកម្លាំងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការសងសឹកដែលគេរំពឹងថាអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរការមិនច្បាស់លាស់នេះបានបង្កើនការរៀបចំផែនការ B1 ដែលកំពុងត្រូវពិចារណាការវាយប្រហារដោយកំណត់គោលដៅមានតែមួយចាប់ផ្ដើមតូចៗបន្តក្នុងពេលតែមួយទុកចំហឲ្យកើតមានការលើកកម្លាំងបន្ថែមប្រសិនបើទីក្រុងតេហេរ៉ង់ឆ្លើយតបយ៉ាងតានតឹងត្រឹមថ្ងៃពុធនេះនៅតែមិនទាន់មានការសម្រេចចុងក្រោយឡើយនៅសាធារណៈ Trump នៅតែបង្ហាញភាពរឹងមាំពេលទៅទស្សនាទីក្រុង Detroit គាត់បាននិយាយទៅកាន់អ្នកបាតកោអ៊ីរ៉ង់ថាជំនួយកំពុងធ្វើដំណើរទៅហើយបាននិយាយពីស្ថានភាពនៅក្នុងអ៊ីរ៉ង់ជាស្ថានភាពងាយបាក់បែកគាត់ថាទៅអ្នកស្នេហាជាតិអ៊ីរ៉ង់ទាំងអស់សូមបន្តការបាតកោយកស្ថាប័នរដ្ឋាភិបាលប្រសិនបើអាចបន្សល់ឈ្មោះអ្នកសម្លាប់និងអ្នកឆែកឆេរពួកគេនឹងត្រូវបង់តម្លៃធំហើយខ្ញុំបានលុបការប្រជុំទាំងអស់ជាមួយមន្ត្រីអ៊ីរ៉ង់រហូតទាល់តែការសម្លាប់អ្នកបាតកោអត់សម័យបញ្ឈប់ហើយខ្ញុំប្រាប់ថាជំនួយកំពុងទៅដល់ខ្ញុំបានដាក់ពន្ធលើអ្នកណាធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ហើយខ្ញុំថា Make Iran Great Again អ៊ីរ៉ង់គឺជាប្រទេសដ៏អស្ចារ្យមួយមុនពេលពួកសាហាវទាំងនេះមកកាន់អំណាចបន្ទាប់មកនៅក្នុងទីសម្ភារ Oval Office Trump បាននិយាយថាគាត់បានទទួលព័ត៌មានសម្ងាត់ថ្មីពីអ៊ីរ៉ង់ថាអាជ្ញាធរអ៊ីរ៉ង់បានបញ្ឈប់ការសម្លាប់អ្នកបាតកោនិងបានបញ្ឈប់ផែនការធ្វើការប្រតិបត្តិការចាប់សម្លាប់ដែលគាត់បានកំណត់ជាបន្តខ្មៅពីមុនពេលត្រូវបានសួរថាតើការវាយប្រហារយោធានឹងត្រូវដកចេញពីតារាងឬទេគាត់បានឆ្លើយថាយើងនឹងមើលនិងរងចាំមើលនៅពីក្រោយឆាកមន្ត្រីអាមេរិកបាននិយាយថា Trump នៅតែរួចរាល់សម្រាប់សកម្មភាពយោធាគាត់បានសន្យាច្រើនដងថាត្រូវការនឹងជួយឲ្យអ្នកបាតកោអ៊ីរ៉ង់ដោយកម្លាំងយោធាកងពល US Central Command បានរួចរាល់ជម្រើសវាយប្រហារប៉ុន្តែមន្ត្រីខ្លះព្រួយបារម្ភថារបបអ៊ីរ៉ង់ដែលខ្សោយអាចសងសឹកដោយវាយប្រហារលើកងទ័ពអាមេរិកឬលើអ៊ីស្រាអែលការប្រុងប្រយ័ត្នកំពុងធ្វើរួចជាហើយរូបិយប័ណ្ណនៃកងទ័ពអាមេរិករាប់ពាន់នាក់បានផ្លាស់ប្ដូរពីមូលដ្ឋាន Al Udeid នៅកាតាទៅកាន់ទីតាំងមានសុវត្ថិភាពជាងនេះអាមេរិកបន្តបញ្ជូនកងទ័ពសម្រាប់សង្គ្រាមពេញលេញទេប៉ុន្តែយន្តហោះនាវានិងកម្លាំងបន្ថែមរៀបចំរួចរាល់សម្រាប់ការវាយប្រហារកំណត់គោលដៅប្រសិនបើ Trump ចេញពាក្យបញ្ជានៅពេលអ៊ីរ៉ង់កំពុងញ័រពីខ្លួនទៅ Washington កំពុងកំណត់ជម្រើសសំណួរធំគឺតើ Trump នឹងវាយឆាប់រហ័សឬនឹងថយក្រោយមិនចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាម្ដងទៀតអ្នកសកម្មសង្គមបាននិយាយថាមានអ្នកស្លាប់យ៉ាងហោចណាស់ 2,000 នាក់ក្នុងការបង្ក្រាបអ្នកបាតកោប្រភពនេះព្រួយបារម្ភថាចំនួននេះអាចកើនឡើងបន្ថែមទៀតនិងជាអំពើហិង្សាធំជាងគេនៅទីក្រុងអ៊ីរ៉ង់ចាប់ពីឆ្នាំ1979រហូតមកទល់ពេលនេះទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានទទួលស្គាល់ចំនួនអ្នកស្លាប់និយាយថាអ៊ីរ៉ង់បានចូលលនបូជាជួយទៅដល់ព្រឹកដោយមិនបញ្ជាក់លម្អិតថ្ងៃនេះទូរស័ព្ទក្នុងអ៊ីរ៉ង់បើកឡើងវិញប្រជាពលរដ្ឋអាចទូរស័ព្ទទៅក្រៅប្រទេសបានមួយទិសប៉ុន្តែអ្នកក្រៅមិនអាចទូរស័ព្ទចូលទៅក្នុងអ៊ីរ៉ង់បានឡើយអ៊ីនធឺណិតនៅតែបញ្ឈប់និង SMS មិនដំណើរការទីក្រុងនៅតែពោពេញទៅកម្លាំងប្រឆាំងបាតកោកង Revolutionary Guards និងកង Basic នៅតាមជំរិតសំខាន់ៗនេះកើតឡើងនៅពេល Trump បានគំរាមវាយប្រហាររដ្ឋាភិបាលអ៊ីរ៉ង់ប្រសិនបើយកឆ្លើយសម្លាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថាគាត់នៅតែមានទំនាក់ទំនងជាមួយអាមេរិកប៉ុន្តែ Trump បានបង្ហោះសារថាជំនួយកំពុងទៅដល់អ៊ីរ៉ង់ការនេះធ្វើឲ្យហានិភ័យនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកកើនឡើងនិងធ្វើឲ្យតំបន់មជ្ឈិមបូព៌ារអិលទៅក្នុងភាពតានតឹងកាន់តែខ្លាំង។